ជីយន្តហោះលើកដំបូងសម្រាប់បងប្អូនដែលបានធ្វើដំណើរតាមផ្លូវអាកាសឬមួយក៏ជីយន្តហោះនឹងទេក៏ជាឆ្ងល់ឲ្យថាតើយើងនឹងឆ្លងកាត់អ្វីខ្លះនិងមានអារម្មណ៍មិនខ្លះហ្នឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកតាំងពីដើមដល់ចប់តែម្ដងបងឡាយគឺខ្ញុំធ្វើដំណើរទៅពលានយន្តហោះដោយតាក់ស៊ីមានក្រុមគ្រួសារបងប្អូនក៏ដូចជាមិត្តភ័ក្តិជាច្រើនដែលបានមកជួបដំណើរបន្ទាប់មកពួកខ្ញុំក៏ចូលមក check in ពេលមកដល់គីឡូវ៉ាលីលើគីឡូតែអត់អីទេពួកយើងនៅតែអាចតទៅទៀតបាន check in រួចយើងក៏ឆ្លងកាត់ផ្នែក security ហើយក៏ចាំ boarding ដើម្បីឡើងយន្តហោះតែម្ដងដំណាក់កាលទី1គឺយើងជិះពីខ្មែរទៅកូរ៉េខាងត្បូងសិន Hey ពេលឡើងមកយន្តហោះហ្នឹងគឺយើងមើលលេខរបស់យើងទៅថាកៅអីយើងមានលេខប៉ុន្មានហើយយើងទៅអង្គុយនៅកៅអីហ្នឹងទៅគ្នាខ្ញុំមាន4នាក់យើងក៏អង្គុយជាប់គ្នាចឹង So the plane is moving. It's moving backward. First time flying រៀងភ័យដែរហ្នឹង Wonder why we look like this. តើមក flight attendants គេ announce ឲ្យយើងពាក់ខ្សែក្រវ៉ាត់ពាក់អីចឹងទៅ Please make sure that your seatbelt is securely fastened. គឺពេលយន្តហោះចាប់ផ្ដើមហោះឡើងរៀងក្លុកក្លាក់តិចហើយដូចគេថាពេលយន្តហោះឡើងយន្តហោះចុះហ្នឹងគឺមានអារម្មណ៍ដូចពេលយើងជិះកន្ត្រកហោះចឹងមែនណាបងប្អូនផតពោះតែម្ដងចាប់ផ្ដើមជិះពីភ្នំពេញទៅ Incheon Airport then ពេលជិះបានមកសតូ flight attendants គាត់ក៏យកមកហូបឲ្យពួកយើងញ៉ាំចឹងទៅម្ហូបនៅលើយន្តហោះហ្នឹងគឺវាមានជំរើស2ទៅ3មុខតែយើងយកមួយណាក៏បានដែរនឹងខ្ញុំយកមាន់ហើយមិត្តភក្តិខ្ញុំក៏យកសាច់គោអីចឹងទៅបន្ទាប់ពីជិះហោះ 4-5 ម៉ោងកន្លងផុតមកពួកយើងក៏មកដល់កូរ៉េខាងត្បូងហើយយើងក៏ទៅរកមើលខ្សែបន្ទាប់ទៀតថាយើងនឹងជិះនៅខ្សែមួយណាបន្ទាប់ពីយើងដឹងថាយើងទៅខ្សែមួយណាហើយយើងក៏ធ្វើដំណើរទៅកន្លែងហ្នឹងដើម្បីទៅចាំយន្តហោះ boarding បន្តទៀតYou are Cambodian without telling me you are Cambodian ចាំមកដល់កូរ៉េទៅពងក្រូចមកពួកយើងក៏ឡើងយន្តហោះមួយទៀតដើម្បីធ្វើដំណើរពីកូរ៉េខាងត្បូងទៅអាមេរិកតែម្ដង So where are we now? Korea, heading to Detroit. We're heading straight to the US. Detroit. 13 hours. 13 hours to go. យន្តហោះលើកនេះគឺរៀងធំជាងមុនហើយយើងជិះពីកូរ៉េទៅអាមេរិកហ្នឹងគឺចំណាយពេលប្រហែលជា13ទៅ14ម៉ោងសឹកគេដាស់មកញ៉ាំបាយទៀតហើយពីកូរ៉េមកអាមេរិកហ្នឹងគឺត្រូវឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកពេលហ្នឹងគឺថារៀងភ័យដែរដោយសារតែឃើញផ្ទៃទឹកធំធេងមែនតើពីបានមកសតូថ្ងៃក៏ចាប់ផ្ដើមរះឡើងមកនៅលើមេឃហ្នឹងត្រជាក់ពេកឡើងកកពួយយន្តហោះអស់ហើយឥឡូវនេះគឺយើងមកដល់ទឹកដីអាមេរិកហើយយើងគ្រាន់តែជិះឆ្លងកាត់ដើម្បីទៅទីក្រុងដែលយើងនឹងចុះចតចឹងណាយើងមើលពីលើមេឃចឹងគឺមានអីមើលប្លែកៗជាច្រើនចឹងដូចនេះបឹងដូចស្រះមួយពណ៌ក្រហមចឹងគឺយើងមកដល់ទីក្រុង Detroit ហើយយន្តហោះក៏ត្រៀមចុះចតដែរ Yeah, you okay?
Available flight. You can download the flight. Now we arrived in Detroit. Waiting for another flight to Memphis, Tennessee. តែប៉ុណ្ណឹងគឺអត់ទាន់ចប់ទេគឺយើងនៅសល់ flight មួយទៀតពី Detroit ហ្នឹងទៅ Memphis ចេញពីរដ្ឋ Michigan ហ្នឹងទៅរដ្ឋ Tennessee យ៉ាងវគ្គនេះគឺវគ្គបុកពូតែម្ដងចាដោយសារតែយើងមកដល់ទឹកដីអាមេរិកហើយគឺយើងត្រូវឆ្លងកាត់វគ្គអន្តោប្រវេសន៍កន្លែងហ្នឹងគឺគេកំភាសយើងថាយើងហ្នឹងមកអាមេរិកដើម្បីអីហើយយើងក៏ឆ្លើយតាមហ្នឹងទៅចូលបានហើយពួកយើងក៏មកយកបាលីរបស់ពួកយើងជាការចាំយន្តហោះ7ម៉ោងគុណខ្មែរចាំយន្តហោះ7ម៉ោងអូជឿទៅហើយចំពោះយន្តហោះជើងចុងក្រោយហ្នឹងគឺពួកខ្ញុំត្រូវចាំចំនួន7ម៉ោងដើម្បីជិះបន្តទៀត Finally ចឹងលើកនេះគឺជាជើងចុងក្រោយហើយយើងគឺជិះពី Detroit ទៅ Memphis លើកនេះគឺជាយន្តហោះក្នុងស្រុកគេជិះប្រហែលជា2ម៉ោងអីហ្នឹងគឺយើងមកដល់ Memphis ហើយ Right safety មកដូចជួយជាអ្នកម្នាក់មកជាយន្តហោះស្លេកដល់ក្រោយ Finally arrived. មកពីខ្មែរមកអាមេរិកពួកយើងក៏មកដល់ដោយសុខភាព You good? Yeah. សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតដល់ចប់អញ្ចឹងសូមកុំភ្លេចជួយ follow page របស់ខ្ញុំអ្នកមួយផងណា